In 2005, we at the WSP began funding a sanitation marketing pilot programme in several districts of the rural provinces of Sfaireng and Kandal. The aim was to design a suite of latrines in a supply chain that would allow local people, regardless of income, access to toilets. ពេលនោះយើងឃើញថានៅខេត្តស្វាយរៀងនេះមានអ្នកដែលមានចំនួនបង្គន់តិចហើយអ្នកស្រុកគាត់មានបញ្ហាផ្នែកលុយកាក់គាត់មិនអាចទិញបានហើយចំណុចទី2ទៀតយើងអាចរកឃើញថាមធ្យោបាយនៃការគាត់ទិញគឺមានភាពលំបាកហើយមួយវិញទៀតដែលតទៅនៅផ្នែកសុខភាពយើងឃើញថាសុខភាពរបស់គាត់មានការប៉ះពាល់ច្រើនទៅលើផ្នែកអនាម័យមួយរយៈកាលកន្លងមកតាមរយៈការស្រាវជ្រាវយើងរកឃើញថាគាត់មានការចំណាយលុយកាក់ច្រើនទៅលើខាងផ្នែកអនាម័យនេះពីមួយឆ្នាំទៅមួយឆ្នាំ Key to our initial research was talking to villagers to find out why they were unable or unwilling to purchase latrines. ខ្ញុំអត់សាងសង់ប្រព័ន្ធហ្នឹងព្រោះថាខ្ញុំវាទម្លាប់នៅក្នុងព្រៃនេះវាមានទីធ្លាស្រឡះដែរហើយម្យ៉ាងទៀតដូចថាកូនចៅខ្ញុំតិចចឹងខ្ញុំមិនបានសាងសង់ប្រព័ន្ធទេព្រោះខ្ញុំអាចទៅវាលទៅកាលចឹងបានធម្មតាហើយដែលអត់ធ្វើប្រព័ន្ធហ្នឹងពីមុនមកវាជាតាមទម្លាប់វាជុះតគ្នាចឹងទៅហើយមិនបានគិតស្អីអនាម័យទៅឆ្ងាយពីតិចជុះធម្មតាអាហ្នឹងជាទម្លាប់របស់តំបន់ហ្នឹងវិញចឹងហេតុផលដែលខ្ញុំអត់មានសមត្ថភាពធ្វើប្រព័ន្ធហ្នឹងពីព្រោះជីវភាពគ្រួសាររបស់ខ្ញុំវារៀងថារៀងសឹកសោយចឹងប៉ុន្តែថ្ងៃអនាគតខ្ញុំនឹងអាចសាងសង់ជាចេញជាប្រព័ន្ធដើម្បីសុខភាពរបស់ក្រុមគ្រួសាររបស់ខ្ញុំអត់មានលុយពេលអត់មានប្រព័ន្ធបាត់ជើងតាមវាលព្រៃក្បាំងអីហ្នឹងជាបាត់ជើងមានព្រៃកពូតអីច្រើនទៅមកហើយអត់សាងសង់ប្រព័ន្ធ Once the programme had established the most common reasons, the next step was to find ways of changing attitudes and behaviour. គឺយើងមានបុគ្គលិករបស់យើងដែលមានចំនួន10នាក់បាទគាត់នឹងចុះទៅតាមភូមិផ្ទាល់ហើយទៅផ្សព្វផ្សាយផ្ទាល់នៅសហគមន៍តែម្ដងបាទដំណាក់កាលទី1ការគូផែនទីបាទការគូផែនទីនៅលើដីនោះគឺយើងចង់ដឹងពីកន្លែងនៃការបត់ជើងពីវាលពីកាលហើយមួយទៀតចង់ដឹងស្ថានភាពក្នុងភូមិបាទហើយចំពោះអង្កាមឬក៏ដីខ្សាច់នោះគឺយើងតំណាងឲ្យដុំលិមួកដែលគាត់ទៅជុះទៅបត់ជើងនឹងនៅក្រៅផ្ទះឬក៏ក្នុងព្រៃអីជាដើមចូលដល់មួយទៀតគឺយើងការគណនាដុំលិមួកបាទការគណនាដុំលិមួកហ្នឹងភាគច្រើនប្រជាជនគាត់អត់ទាន់យល់ថាដុំលិមួករបស់គាត់ឬក៏លិមួករបស់គាត់ហ្នឹងក្នុងមួយថ្ងៃគាត់ជុះបានប្រមាណគីឡូឯងអញ្ចឹងបន្ទាប់ពីយើងសរុបទាំងអស់ក្នុងមួយឆ្នាំនោះយើងអាចដុំលិមួកហ្នឹងវាចង់คลายទៅជាភ្នំវិញបន្ទាប់មកទៀតយើងបដោតខ្លាំងទៅលើការចំណាយនៅពេលដែលគាត់ឈឺហើយចំណុចចុងក្រោយគឺយើងនិយាយអំពីផ្លូវចម្លងរោគបាទផ្លូវចម្លងរោគនោះគឺយើងមានដៃបាទមានដោយសារឆ្លងដោយសាររុយបាទមានឆ្លងដោយសារទឹកឆ្លងដោយសារបន្លែហើយនឹងដោយសារម្ហូបយើងអាចបានគ្រប់ឲ្យមានសុវត្ថិភាព Changing behaviour and creating demand is vital, but pointless if people can't access or afford latrines. So we set out to design a latrine that was effective, inexpensive and attractive to users and retailers. The Easy Latrine. The design of the Easy Latrine is actually quite unremarkable. It's a very simple latrine, some concrete rings that go into the ground, a very simple chamber to put the pan in. There's nothing really remarkable about the design. What has become remarkable is the entire system that surrounds the Easy Latrine. In the past, if a Cambodian family wanted a latrine, it was a really difficult and complex process. Now with the sanitation marketing program we have, it's become a very easy process. In the same day, a household can make the decision to purchase a latrine. They can contact a latrine producer in their local area. The latrine producer will drop off all of the supplies to their home and they can install the latrine themselves. One day, one decision, quick and easy. 95% of non-owners said the main reason they didn't have a latrine was expense. To create an affordable but upgradable system, we needed the right design, new construction methods, and a transformation in the role of the concrete suppliers. មុនដំបូងគឺខ្ញុំចាប់ផ្ដើមបង្រឹងជាងនៅកន្លែងចាក់កង់ឌូហ្នឹងបង្រឹងដើម្បីឲ្យគាត់ចាក់បានច្រើនហើយធ្វើយ៉ាងណាស្តុបនៅកន្លែងហ្នឹងឲ្យបានច្រើនហើយនឹងមានមធ្យោបាយសម្រាប់ដឹកគាត់គង់ទៅដល់ទៅតាមភូមិនីមួយៗហ្នឹង
ហើយដើម្បីខ្ញុំរៀបចំបង្កើនភ្នាក់ងាររបស់ខ្ញុំហ្នឹងដើម្បីចុះទៅសហការជាមួយអាជ្ញាធរភូមិឃុំហើយនឹងចុះទៅជំរុញជាមួយប្រជាពលរដ្ឋហ្នឹងហើយដើម្បីផ្សព្វផ្សាយពីគោលបំណងប្រព័ន្ធងាយស្រួលហ្នឹងបង្គាន់នេះវាងាយជ្រាបទឹកហើយក៏ងាយស្រួលនឹងការធ្វើហើយនឹងងាយស្រួលក៏ការនឹងទិញតម្លៃថោកកន្លងមកខ្ញុំធ្វើជាបង្គាន់ឯកជនខ្ញុំធម្មតាវាលក់តម្លៃគាត់មិនអាចទិញបានទេគាត់ទិញក៏ទៅគាត់ប្រើបានក្នុងមួយឆ្នាំខ្ញុំលក់បានវាបានតិចបាន20 30ប្រព័ន្ធទេដល់អញ្ចឹងវាតម្លៃវាខ្ពស់ពេកដល់អញ្ចឹងគាត់អត់មានលទ្ធភាពទិញបានទេរីឯបង្គាន់ងាយស្រួលរបស់ខ្ញុំនេះខ្ញុំធ្វើជំរុញឲ្យគាត់បានប្រើបានច្រើនដោយសារវាតម្លៃទាបហើយក៏ងាយស្រួលនឹងយកទៅធ្វើហើយក៏ងាយស្រួលនឹងប្រើប្រាស់ដោយវាដោយអត់មានលំបាកទេបើនិយាយរួមមើលស្រីពោះម៉ាយក៏អាចធ្វើកើតដែរបង្គាន់នឹងអត់មានផលលំបាកអីទេ Of course, the most important element of the project is the final user. The Che family recently bought and built their own latrine. ការដែលខ្ញុំមិនទាន់មានបង្គាន់គឺមានជំងឺមានអីប៉ះពាល់ច្រើនដល់ឥឡូវហ្នឹងធូរលែងអីត្រូវពេលជួសអីហាវាហាកាលទៅបាំងដើមឈើបាំងអីចឹងទៅយើងខ្វះខាតលុយកាក់អីចឹងទៅក្នុងគ្រួសារបន្ទាប់ពីខ្ញុំមានបង្គាន់ហើយខ្ញុំសប្បាយខ្ញុំរីករាយមែនទែនបានមានបង្គាន់ហើយក្នុងក្រុមគ្រួសាររបស់ខ្ញុំក៏សប្បាយទាំងអស់គ្នាមានអនាម័យទាំងអស់គ្នាអត់មានជំងឺហើយសប្បាយពេលបងប្អូនមកពីភ្នំពេញអីគឺសប្បាយអត់មានកន្លែងបាត់ជើងត្រឹមត្រូវគឺរីករាយទាំងអស់គ្នាសប្បាយទាំងអស់គ្នាមិនចាំបាច់ទៅវាលកាលដោយកាលមុនទៀតទេបងប្អូននៅស្រុកឆ្ងាយមិនថមពេញទេគេមកចឹងសប្បាយណាស់បាយអារឿងមានប្រព័ន្ធបាត់ដៃមានបាត់ជើងហើយខ្ញុំរឿងអនាម័យកូនចៅខ្ញុំក៏មានសុខភាពល្អដែរមានប្រព័ន្ធអនាម័យចឹងមានប្រព័ន្ធអនាម័យដូចមានគ្រូពេទ្យមួយចឹង The program has been a real success here. In the last 5 months, there's been more latrines sold than there have been in the past 3 years. The challenges taking it forward are really to expand the sanitation market and motivate villagers across the country to purchase latrines. The second challenge will be to train latrine producers across the country, really give the private sector the ability to sustainably service the sanitation demand that's created. And third is to come up with some new designs for challenging regions such as floating villages, mountainous areas, and really to come up with some designs that are accessible for the very poorest. Since the pilot programme began, 2 Sfaireng districts it featured have seen an unprecedented 5% increase in latrine coverage. We want to apply what we've learnt from the successes of this local project on a national scale to create an opportunity for the whole country to benefit from the easy latrine.